បាទសួស្តីបងប្អូនបាទបន្ទាប់ពីធ្វើការ review ជាមួយនឹងកាស Kado ហើយឥឡូវហ្នឹងគឺយើងចាប់ផ្ដើមធ្វើការ set up ទៅលើប្រភេទមួកសុវត្ថិភាពដែលជាប្រភេទមួក sport ម្ដងបងប្អូនណាបាទអញ្ចឹងការ set up យ៉ាងណាចាំមើលទស្សនាទាំងអស់គ្នាបងប្អូនណាហើយមិនមែនតែជាមួយនឹងប្រភេទមួក sport នេះទេគឺមួកប្រភេទ half face នេះគឺយើង set up វាដូចគ្នាបងប្អូនណាគ្រាន់តែថា set up វាតែមួយទេគ្រាន់តែថាយើងរត់ប្រព័ន្ធម៉ៃនឹងខុសគ្នាបងប្អូនណាបាទជួនកាលយើងអាចរត់ប្រព័ន្ធម៉ៃចេញមកចេះដូចបងប្អូនចំណាំឃើញថាបងដែលគាត់ជិះGS ហ្នឹងគាត់មានម៉ៃចេញមកតាមមាត់ចឹងឬក៏ខាងក្រុមបងប្អូនយើងដែលជិះ ADV 150ហ្នឹងគាត់មានកាសចេញពីមាត់មកខាងហ្នឹងចឹងគឺគាត់ចូលចិត្តពាក់ប្រភេទ half face ឬក៏បើកមុខចេះណាបងប្អូនណាបាទចឹងប្រភេទ sport នេះគឺយើងអាចបើកមុខបានទេហើយខ្ញុំនឹងធ្វើការ set up ដើម្បីឲ្យបងប្អូនមើលថាតើការ set up វាហ្នឹងវាដំណើរការយ៉ាងម៉េចវាអាចថាស្រួលក៏បានអាចថាលំបាកបន្តិចក៏បានដែរបងប្អូនណាបាទគ្រាន់តែថាធ្វើវីដេអូ review ហើយដាក់របៀប set up ធូរៗឲ្យបងប្អូនបានមើលចឹងទៅអាចបងប្អូនមើលទៅអាចដឹងខ្លះៗចឹងទៅហើយបើបងប្អូនមិនចេះទេបងប្អូនអាចឲ្យខាងអ្នកលក់គាត់ជួយ set up ឲ្យក៏បានដែរវាអត់ជាបញ្ហាអីទេណាបាទអូខេអញ្ចឹងយើងទៅទស្សនាអស់គ្នាទៅតើការ set up ហ្នឹងយើងត្រូវចាប់ផ្ដើមពីចំណុចណាទៅមុនណាបាទគឺថាឥឡូវនេះដូចបងប្អូនឃើញអញ្ចឹងគឺគ្រឿងវាមានប៉ុណ្ណឹងបងប្អូនណាបាទនេះប្រព័ន្ធមេវាអញ្ចឹងយើងវែកវាបន្តិចដើម្បីចេញឆ្ងាយវាសិនណាចែកជា3ដំណាក់កាលសិនបងប្អូនបាទស្នុកឲ្យបងប្អូនមើលយល់អញ្ចឹងនេះប្រព័ន្ធសំឡេងហើយនិងប្រព័ន្ធស្រូបសំឡេងហើយនេះបាទនៅជាមួយគ្នាហ្នឹងតែពីរក៏បានដែរនិយាយតែពីរចេះស្រួលយល់អញ្ចឹងអានេះប្រព័ន្ធមេវាម៉ាស៊ីនក្បាលម៉ាស៊ីននិយាយឲ្យស្រួលយល់ចេះអញ្ចឹងអានេះយើងកាស JBL នេះបងប្អូនណាបាទនេះប្រភេទបាស JBL អញ្ចឹងយើងដាក់នៅកន្លែងតិចយើងតមកមានម៉ៃមានពីរប្រភេទអានេះសម្រាប់យើងដាក់លើមួកស្ពណ៌យើងរត់ខ្សែហើយអានេះយើងក៏ដាក់បានគ្រាន់តែថាវាចង្អេចងាងអញ្ចឹងវាដូចអានេះយើងដាក់លើប្រភេទមួកបើកចកាឬក៏មួក half face ដូចខ្ញុំឲ្យបងប្អូនមើលមកអញ្ចឹងអានេះយើងសម្រាប់បិទកិនយើងបិទនៅចកាមួកពណ៌នេះបិទនៅខាងមុខវាដើម្បីអីដើម្បីយើងយកអារត់ខ្សែកាសនេះមកយកមកបិទលើវានេះដើម្បីវាជាប់បងប្អូនណាបាទអញ្ចឹងអានេះអេប៉ុងសម្រាប់ដែលយើងបិទជាប់នឹងលក្ខជាកន្លែងមួកយើងអញ្ចាំងមួកយើងបើសិនជាយើងអត់មានមួកប្រភេទខ្លះវាមានអេប៉ុងនឹងស្រាប់អញ្ចឹងយើងគ្រាន់តែយកកាស JBL នេះទៅបិទជាប់នឹងវាទៅវាតោងជាប់ឯងបងប្អូនណាវាមានស្អិតបកបិទបានអញ្ចឹងហ្នឹងហើយតែបើមួកខ្លះអត់មានយើងត្រូវការប្រើប្រភេទ sticker នេះដើម្បីបិទនៅលើជញ្ជាំងមួកបិទលើជញ្ជាំងមួកទៅបានយើងយកបាស JBL នេះមកបិទលើអានេះអញ្ចឹងมันវាជាប់ណាបងប្អូនបាទប៉ុន្តែមួយទៀតបើសិនជាបងប្អូនដាក់ឲ្យមានអារម្មណ៍ថាវាអត់តន់អបតិចណែនបងប្អូនខ្លះអាចថាតិចគាត់វែងខ្លីឬក៏ទូចធំអញ្ចឹងយើងយកអានេះមកកល់វាមកតង់ទៀតកល់លើនេះមកតង់ហើយចាំយក JBL នេះមកបិទលើនេះមកតង់ទៀតណាដើម្បីឲ្យយើងស្ដាប់ទៅវាណែនតិចល្អតបមកអានេះយើង set up ខាងក្រៅឯអានេះតាមក្រោយដែលយើងបិទមានកលឹះមានអីកលឹះនេះវាមានពីរប្រភេទអញ្ចឹងអាកលឹះមួយនេះគឺយើងសម្រាប់បិទនៅយ៉ាងខាងក្រៅមួកចេះបងប្អូនណាបាទនេះបិទយ៉ាងខាងក្រៅហ្នឹងហើយអានេះយើងសម្រាប់បើយើងអត់ចង់បិទអានេះទេយើងកັບអានេះក៏បានដែរស្រួលយើងដោះចេញដាក់ចូលដោះចេញដាក់ចូលអញ្ចឹងក៏ប៉ុន្តែមិនមែនថាអានេះយើងមិនអាចដោះអាមេនេះចេញបានទេបិទហើយយើងដោះចេញដូចគ្នាគ្រាន់ថាអានេះវាគេចង់ធ្វើឲ្យយើងមានអារម្មណ៍ថាវាមានអ្វីដែលចង់និយាយថាតម្រូវចិត្តបងប្អូននិយាយម៉ាត់ស្រួលយល់នេះនិយាយប៉ុណ្ណឹងក៏យ៉ាងបាក់ដែរអញ្ចឹងអូខេតែបើសម្រាប់បងប្អូនដែលចូលចិត្តលេងល្បឿនឬក៏ជិះស្ពណ៌ខ្ញុំអត់រីកមិនឲ្យបងប្អូនសោកអាចរនេះទេណាហ្នឹងហើយដោយសារតែលឿនយើងខ្លាចជ្រុះអញ្ចឹងយើងបិទអានេះទៅល្អជាងវាជាប់ជាងណាបាទអញ្ចឹងយើងបិទអានេះហើយបានយកអានេះមកកັບលើអានេះតបមកមេម៉ាស៊ីនវានេះយើងដាក់នៅលើនេះមកបាទវាជាប់ហ្មងបិទដាក់ទៅស្អិតជាប់ហ្មងបាទឥឡូវយើងកុំឲ្យខាត់ពេកច្រើនយើងទៅ set up ទាំងអស់គ្នាថាពីដំណាក់កាលណាទៅមុនណាបាទ